ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីបងប្អូនទាំងអស់គ្នាដែលជួបបទមនុស្សមួយចំនួនណាពេលដែលឃើញយើងរីកចម្រើនឃើញយើងរស់ស៊ីមានបានឬក៏ឃើញយើងមានគ្រួសាររស់នៅមានក្តីសុខក៏ចាប់ផ្ដើមចំណែនយើងហើយរិះរោវិធីគ្រប់បែបយ៉ាងដើម្បីនិយាយបង្ខូចយើងធ្វើអីក៏ដោយឲ្យតែយើងក្តៅក្រហាយទាំងដែលយើងអត់បានធ្វើអីប៉ះពាល់គេសោះហើយជាធម្មតាយើងទាំងអស់គ្នាពេលដែលគេនិយាយបង្ខូចយើងក៏ចាប់ផ្ដើមអត់សប្បាយចិត្តយើងក៏ចាប់ផ្ដើមក្តៅក្រហាយឬក៏ធ្វើការឆ្លើយតបទៅកាន់គេវិញចុះបើខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាថាបងប្អូនទាំងអស់គ្នាអាចចំណាយពេលជាមួយខ្ញុំអត់ដល់10នាទីប៉ុន្តែបងប្អូនអាចទទួលបានគន្លឹះងាយៗដើម្បីជួយឲ្យបងប្អូនទាំងអស់គ្នានឹងអាចយកឈ្នះមនុស្សដែលចំណាយបងប្អូនទាំងអស់គ្នាបានដែលគ្រាន់តែយើងស្ងប់ស្ងាត់ក៏យើងអាចយកឈ្នះមនុស្សទាំងអស់នឹងដែរហើយជីវិតយើងកាន់តែរីកចម្រើននិងរស់នៅយ៉ាងមានក្តីសុខថែមទៀតចុះជាដំបូងយើងត្រូវដឹងសិនថាមនុស្សចំណាយគឺជាមនុស្សបែបម៉េចមនុស្សច្រើនមិនមែនជាមនុស្សដែលអាក្រក់ទេប៉ុន្តែភាគច្រើនមនុស្សទាំងអស់នោះគឺគាត់ជាប្រភេទមនុស្សដែលខ្វះទំនុកចិត្តទៅលើខ្លួនឯងហើយអត់ពេញចិត្តទៅនឹងខ្លួនឯងឬក៏ចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃជានិច្ចមិនមែនព្រោះតែយើងធ្វើអីខុសចំពោះមនុស្សទាំងអស់នោះទេប៉ុន្តែដោយសារតែគេឃើញយើងល្អជាងគេឃើញយើងរីកចម្រើនជាងគេក៏ចាប់ផ្ដើមឈឺចិត្តហើយគេតូចចិត្តទៅនឹងខ្លួនឯងហើយក៏រិះរោវិធីគ្រប់យ៉ាងដើម្បីទាញតម្លាក់យើងនឹងឲ្យធ្លាក់ដូចគេដែរហើយខាងក្រោមនេះគឺជាវិធីសាស្ត្រទាំង7ដែលអាចជួយឲ្យបងប្អូនទាំងគ្នាអាចយកឈ្នះមនុស្សដែលច្រើនបងប្អូនទាំងគ្នាបានចំណុចទី1នោះគឺយើងកុំគិតពីសម្ដីរបស់គេច្រើនពេកវាអត់ចម្លែកទេដែលមនុស្សដែលចំណានយើងតែងតែធ្វើគ្រប់យ៉ាងដើម្បីធ្វើឲ្យយើងនឹងមានប្រតិកម្មឆ្លើយតបទៅកាន់ពួកគេវិញដូចជាការខឹងឬក៏ការសោកសៅជាដើមហើយបើសិនជាយើងខឹងឬក៏យើងសោកសៅទៅតាមពាក្យសម្ដីដែលគេនិយាយមែនគឺវាអត់ខុសអីពីការដែលយើងធ្វើបាបខ្លួនឯងទេដោយសារតែវាបញ្ជាក់ថាពាក្យសម្ដីរបស់គេគឺពិតជាមានឥទ្ធិពលទៅលើយើងមែនផ្ទុយទៅវិញដើម្បីឆ្លើយតបទៅកាន់មនុស្សប្រភេទហ្នឹងយើងត្រូវតែធ្វើខ្លួនឯងឲ្យរឹងមាំហើយជំនួសមកវិញដោយការមិនខ្វាយខ្វល់ឬក៏មិនចាប់អារម្មណ៍ទៅនឹងពាក្យសម្ដីអត់ប្រយោជន៍របស់ពួកគេហើយនៅពេលដែលយើងមិនមានប្រតិកម្មឆ្លើយតបទៅនឹងការញុះញង់របស់មនុស្សទាំងអស់ហ្នឹងគឺវាជួយឲ្យយើងមានអារម្មណ៍ថាធូរស្រាលហើយយើងកាន់តែសប្បាយចិត្តជាងមុនទៀតចំណុចទី2យើងត្រូវចេះប្រើពេលវេលារបស់យើងនឹងឲ្យវាមានតម្លៃខណៈពេលដែលមនុស្សដែលចំណាយយើងចំណាយពេលវេលាច្រើនមែនទែនក្នុងមួយថ្ងៃដើម្បីតាមដានជីវិតរបស់យើងមិនថាក្នុងជីវិតរស់នៅផ្ទាល់ឬក៏ជីវិតនៅក្នុងបណ្ដាញសង្គមទេគេរិះរោចវិធីគ្រប់បែបយ៉ាងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះយើងឬក៏ចាំមើលកំហុសរបស់យើងចំណែកឯយើងវិញបែរជាយកពេលវេលាទាំងអស់នោះចំណាយទៅលើការសិក្សារៀនសូត្រទៅលើការរកស៊ីឬក៏ការអភិវឌ្ឍខ្លួនព្រោះតែយើងទាំងអស់គ្នាដឹងហើយថាពេលវេលាគឺវាអាចត្រឡប់ក្រោយបានទេខណៈពេលដែលគេកំពុងតែខ្ជះខ្ជាយពេលវេលាទាំងអស់នោះដើម្បីតាមដានជីវិតយើងហើយយើងវិញកំពុងតែប្រើពេលវេលាទាំងនោះដើម្បីភាពរីកចម្រើនហើយនឹងវិនិយោគទៅលើអនាគតរបស់ខ្លួនឯងមួយឆ្នាំក្រោយមកយើងសល់លុយសល់ឡានសល់ផ្ទះហើយសមត្ថភាពរបស់យើងក៏កាន់តែកើនឡើងហើយការរស់នៅវិញក៏កាន់តែមានសុភមង្គលចំណែកឯមនុស្សដែលចំណាយវិញគឺសល់តែជីវិតដែលពោរពេញទៅដោយភាពក្តៅក្រហាយការចំណាយឈ្នាននេះហើយជីវិតនៅត្រឹងតែមួយកន្លែងអត់មានការអភិវឌ្ឍអីទាំងអស់ដោយសារតែអត់យកពេលវេលានោះទៅធ្វើអីដែលធ្វើឲ្យខ្លួនឯងមានប្រយោជន៍ទេចូលចិត្តយកពេលវេលាទាំងអស់នោះទៅតាមដានជីវិតរបស់គេចំណុចទី3នៅពេលដែលយើងបរាជ័យអីមួយចូលយើងកុំបោះបង់វាចោលក៏ដែរទេជាការពិតនៅជុំវិញខ្លួនយើងតែងតែមានមនុស្សល្អហើយនឹងមានមនុស្សដែលចាំចំណានយើងជានិច្ចហើយមនុស្សដែលចំណានគឺគេអត់ចង់ឃើញយើងជោគជ័យឡើយដូច្នេះពួកគេនឹងហ៊ានប្រើគ្រប់វិធីទាំងអស់ដើម្បីបញ្ឈប់យើងក៏ដែរទេក្នុងន័យនេះបើសិនជាការប៉ុនប៉ងរបស់គេបានសម្រេចបានន័យថាយើងជាមនុស្សដែលងាយនឹងគេផ្ដួលរលំខ្លាំងមែនទែនហើយពួកគេនឹងចាំតែឈរសើចចំអកយើងតែប៉ុណ្ណោះប៉ុន្តែបើសិនជាយើងអាចសម្រេចបានទៅដល់គោលដៅដោយជោគជ័យនោះច្បាស់ណាស់មនុស្សដែលចំណានយើងនឹងរស់នៅដោយភាពអាម៉ាស់ភាពសោកស្ដាយដោយសារតែគោលបំណងរបស់គេបរាជ័យចំណុចទី4រស់នៅឲ្យល្អជាងពួកគេតើគ្នាដែលឆ្ងល់ថាហេតុអីបានជាមនុស្សមួយចំនួនហ៊ានធ្វើបាបយើងម្លេះនេះក៏ព្រោះតែគេគិតថាយើងជាមនុស្សម្នាក់ដែលអន់ហើយគេជាមនុស្សដែលប្រកែកហើយនឹងមានសមត្ថភាពខ្លាំងជាងដែលងាយនឹងអាចយកឈ្នះយើងបានប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមតាំងជំហរឲ្យរឹងមាំជាងពួកគេហើយហ៊ានអភិវឌ្ឍខ្លួនឯងឲ្យល្អជីវិតកាន់តែល្អប្រសើរជាងមុនតាមរយៈភាពក្លាហានហ៊ានប្រឈមមុខជាមួយនឹងបញ្ហាឬក៏ការចេះគ្រប់គ្រងអារម្មណ៍ហើយនឹងចេះលើកទឹកចិត្តខ្លួនឯងនោះមនុស្សដែលចំណានយើងគឺគេអត់ហ៊ានធ្វើបាបយើងទេចំណុចទី5ត្រូវតែមានចិត្តទូលាយហើយនឹងចេះចែករំលែកជានិច្ចមនុស្សដែលចំណានតែងតែខ្លាចអ្នកដទៃល្អជាងខ្លួន
ហើយមនុស្សទាំងអស់ហ្នឹងមើលជីវិតប្រៀបដូចជាការប្រកួតប្រជែងអញ្ចឹងហើយនៅពេលដែលគេឃើញនរណាម្នាក់ជោគជ័យគឺគេអត់អបអរសាទរអ្នកដទៃឡើយប៉ុន្តែមនុស្សដែលមានចិត្តទូលាយវិញពេលដែលខ្លួនកាន់តែមានខ្លួនកាន់តែរីកចម្រើនគឺគេកាន់តែធ្វើការចែករំលែកគេចេះជួយគ្រប់គ្រងហើយនឹងគេចេះជួយលើកទឹកចិត្តអ្នកដទៃឲ្យរីកចម្រើនទៅមុខដូចគ្នាហើយការដែលយើងចេះធ្វើការចែករំលែកទៅកាន់អ្នកដទៃយើងជួយឲ្យអ្នកដទៃរីកចម្រើនដូចយើងវាបង្ហាញថាយើងគឺជាមនុស្សម្នាក់ដែលមានតម្លៃហើយគឺជាមនុស្សម្នាក់ដែលសមនឹងទទួលការគោរពហើយនឹងការសរសើរពីមនុស្សជុំវិញខ្លួនចំណុចទី6មានភាពស្មោះត្រង់ហើយនឹងសច្ចភាពមនុស្សដែលចំណានយើងគឺជាមនុស្សដែលចូលចិត្តនិយាយផុតផុលឬក៏ជាមនុស្សដែលចូលចិត្តប្រឌិតរឿងឬក៏បង្អាប់តម្លៃរបស់អ្នកដទៃដើម្បីធ្វើឲ្យខ្លួនឯងនឹងមើលទៅល្អជាងប៉ុន្តែនៅពេលដែលយើងរស់នៅប្រកបដោយភាពត្រឹមត្រូវមិនធ្វើឲ្យខ្លួនឯងក្តៅក្រហាយតាមសម្ដីដែលគេនិយាយបង្ខូចយើងហើយយើងធ្វើការងារដោយស្មោះត្រង់និងមិនបានធ្វើអ្វីអាក្រក់ដូចគេនិយាយនោះពាក្យចចាមអារ៉ាមដែលគេចោទប្រកាន់យើងទាំងឡាយវានឹងរលាយបាត់ដោយខ្លួនឯងព្រោះដោយសារតែការពិតវានឹងបង្ហាញតាមរយៈសកម្មភាពហើយនឹងលទ្ធផលជាក់ស្ដែងដែលយើងធ្វើចេញទៅចំណុចទី7ការចេះស្គាល់ពីតម្លៃរបស់ខ្លួនឯងយើងដឹងហើយថាមនុស្សដែលចំណានភាគច្រើនគឺគាត់ចូលចិត្តរស់នៅដោយការពឹងផ្អែកទៅលើការទទួលស្គាល់តម្លៃពីអ្នកដទៃហើយតែងតែប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃជានិច្ចដើម្បីវាស់វែងពីតម្លៃរបស់ខ្លួនឯងប៉ុន្តែសម្រាប់យើងវិញយើងស្គាល់ពីតម្លៃរបស់ខ្លួនឯងច្បាស់យើងអត់ចាំបាច់ឲ្យនរណាម្នាក់មកបញ្ជាក់ថាយើងជាមនុស្សដែលល្អឬក៏ជាមនុស្សដែលខ្លាំងទេព្រោះតែយើងដឹងច្បាស់ថាយើងគឺជាមនុស្សដែលមានសមត្ថភាពនិងមានតម្លៃនោះវាគ្មានពាក្យរិះគន់ណាដែលអាចបំផ្លាញក្តីសុខរបស់យើងបានឡើយព្រោះតែសេចក្តីសុខពិតប្រាកដគឺវាមិនស្ថិតទៅលើមាត់របស់អ្នកដទៃឡើយប៉ុន្តែវាស្ថិតនៅក្នុងចិត្តរបស់យើងផ្ទាល់ចុងក្រោយខ្ញុំចង់ប្រាប់បងប្អូនទាំងគ្នាថាដើម្បីអាចយកឈ្នះមនុស្សដែលចំណាយអ្នកទាំងគ្នាបានបងប្អូនទាំងគ្នាមិនបាច់ធ្វើការតបតទៅកាន់មនុស្សដែលចំណាយយើងនាំតែយើងក្តៅកាហាយទេឬក៏ធ្វើការបង្ហាញថាខ្លួនឯងល្អជាងគេនោះទេប៉ុន្តែគ្រាន់តែរក្សាភាពស្ងប់ស្ងាត់និងរស់នៅឲ្យកាន់តែល្អជាម្សិលមិញទៅគឺវាគ្រប់គ្រាន់ហើយឲ្យគេនិយាយអាក្រក់ពីយើងចុះប៉ុន្តែយើងនៅតែបន្តដើរទៅមុខជានិច្ចឲ្យគេចំណាយយើងទៅប៉ុន្តែយើងនៅតែបន្តអភិវឌ្ឍខ្លួនឯងដដែលយើងកុំយកពេលវេលាដ៏មានតម្លៃរបស់យើងទៅចំណាយជាមួយមនុស្សដែលចំណានយើងប៉ុន្តែយើងត្រូវតែធ្វើឲ្យជីវិតរបស់យើងនឹងកាន់តែរីកចម្រើនរស់នៅមានសុភមង្គលហើយនឹងមានសន្តិភាពក្នុងចិត្តនោះហើយគឺជាជ័យជំនះមួយដ៏ធំបំផុតទៅចងចាំថាមនុស្សដែលស្ងប់ស្ងាត់ប៉ុន្តែរឹងមាំគឺជាមនុស្សម្នាក់ដែលគ្មាននរណាគេអាចផ្ដួលយើងបានឡើយហើយចុងបញ្ចប់អរគុណបងប្អូនទាំងគ្នាសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃមកតាមដានវីដេអូនេះអាចធ្វើការជួយចុច like share ឬក៏ subscribe ដើម្បីទទួលបានវីដេអូបន្ថែមទៀតអរគុណជួបគ្នានៅវីដេអូក្រោយ